សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងចេញវីដេអូថ្មីទៀតហើយហើយថ្ងៃនេះយើងចេញដំណើរទៅពីភ្នំពេញទៅជ្រាវហើយយើងក៏បានជិះតាមភ្នំបាសិទ្ធដែរហើយមើលទេសភាពលេងទៅតាមដងផ្លូវមានម៉ូតូឡានអីចឹងទៅទេសភាពបែបរៀងហាយហើយយើងក៏បានឈប់សម្រាកឈប់អីញ៉ាំអីនៅភ្នំបាសិទ្ធដែរហើយយើងក៏បន្តដំណើរផ្លូវថ្មីដោយសារផ្លូវនេះយើងក៏អត់ដែលបានជិះដែរយើងជិះលើកទី1ដែរយើងក៏មើលទេសភាពលេងទៅមើលតាមភូមិនៅបាសិទ្ធនៅអីចឹងណាហើយទេសភាពត្រង់នេះខ្ញុំស្រឡាញ់ខ្លាំងមែនតើយើងជិះទៅឃើញភ្នំឃើញដងផ្លូវស្អាតចឹងហ្មងដូចដែលបាននិយាយចឹងបងប្អូនមើលលេងទៅយើងជិះលេងដែរទេម៉ោង9 10អីយើងអត់ទាន់បានទៅដល់ជ្រាវដែរទាំងជិះពីតាមផ្លូវវិញគឺស្រស់ស្រាយខ្លាំងមែនតើហើយយើងក៏បានជិះតាមផ្លូវមិនដឹងថាផ្លូវកាត់ឬក៏ផ្លូវវាងនេះយើងជិះតាមផ្លូវភូមិអីចឹងតាមខ្នល់លំអីចឹងយើងមើលទេសភាពបែបវាស្រែមានដើមត្នោតមានអីចឹងទៅហើយទី1បងប្អូនទាំងអស់គ្នាដែលយើងជិះតាមផ្លូវបាសិទ្ធហើយយើងជិះតាមផ្លូវលំបែបហ្នឹងហើយមិនដឹងថាបងប្អូនដែលធ្លាប់ជិះតាមបាសិទ្ធហ្នឹងគាត់ជិះដែលបានជិះផ្លូវនឹងអត់ទេយើង recommend មែនតើគឺជិះតាមផ្លូវហ្នឹងគឺ fresh សាហាវហ្មងហើយដូចដែលបានឃើញអញ្ចឹងផ្លូវគេគឺផ្លូវលំហើយវាមានវាស្រែមានអីចឹងហើយមានអារម្មណ៍ប្លែកអារម្មណ៍ខ្លាំងមែនតើដោយសារយើងខានជិះផ្លូវបែបហ្នឹងយូរហើយក៏នឹកទេសភាពខ្លួនឯងធ្លាប់នៅស្រុកអីដែរហើយយើងក៏បានចាប់ដើមឡើងដល់ផ្លូវធំវិញហើយនេះខ្លោងទ្វារនេះទៅផ្លូវត្រង់ដែរផ្លូវដែលយើងទៅបាសិទ្ធហើយផ្លូវនេះយើងកាច់ទៅផ្លូវទៅខាងជ្រាវយើងក៏បន្តដំណើរទៅមុខទៀតដែរហើយដូចដែលបានឃើញអញ្ចឹងផ្លូវគេដូចជាទៅតែចាក់ដែរទេបងប្អូនហើយយើងបើសិនយើងធ្វើដំណើរតាមផ្លូវហ្នឹងក៏ងាយស្រួលដែរផ្លូវលំក៏មិនពិបាកហើយផ្លូវធំក៏គេចាប់ដើមចាក់គ្រោះដែរអីចឹងហើយផ្លូវនេះមើលទៅប្រហែលជាមិនសូវមានអ្នកស្គាល់ច្រើនតែមានតិចដែរទេបងប្អូនហើយយើងក៏ស្រួលជិះដែរយើងក៏បានចាប់ដើមឡើងទៅផ្លូវជ្រាវត្រង់ហើយយើងក៏បន្តដំណើរមើលទេសភាពលេងចឹងទៅមានបងប្អូនដែលគាត់ទៅតាមផ្លូវទៅជ្រាវដែរចឹងណាមួយចឹងមិនយូរប៉ុន្មានយើងក៏បានបត់ផ្លូវចូលទៅជ្រាវហើយដូចតែបានឃើញចឹងគឺមនុស្សម្នាកោះកច្រើនមែនតើថ្ងៃអាទិត្យចឹងតាមផ្លូវមិញមានមនុស្សមួយតែមកដល់ផ្លូវបត់ចូលវិញអូយមនុស្សសាហាវកន្លែងទិញអីញ៉ាំយើងចាំទៅទិញនៅកន្លែងជ្រាវហ្មងក៏បានយើងទិញពីនឹងទៅហ្មងក៏បានវិចអាហារទៅខ្លួនឯងក៏បានគឺហូយដូចតែបានឃើញចឹងនេះបងប្អូនទេសភាពស្អាតហើយប្រើហើយនេះហើយទេសភាពកន្លែងនេះវិញគឺខ្ញុំចូលចិត្តខ្លាំងមែនតើមានវាលបែបស្លាស់ហើយមានភ្នំមានពពកបាំងអីចឹងទៅហើយមើលតាមដងផ្លូវឯងអូយ fresh សាហាវហ្មងមានអ្នកភូមិគាត់កាត់ស្មៅកាត់អីឲ្យគោញ៉ាំចឹងហើយផ្លូវនេះបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ហើយផ្លូវការស្បៃរឿងគេហ្នឹងណាហើយពេលនេះគេមិនទាន់ដាំដោះអីច្រើនទេយើងក៏បានឈប់សម្រាកថតអីចឹងទៅមើលទេសភាព relax មើលភ្នំមើលអីចឹងណាបងប្អូនតទៅពីយើងមើលទេសភាពជើងភ្នំហើយយើងក៏បានឈានចូលកាហ្វេរសាត់បន្តិចទៅហើយយើងក៏បានចុះសម្រាកនៅកាហ្វេរសាត់ញ៉ាំកាហ្វេមើលទេសភាពថតរូបថតអីហើយនិយាយពីមនុស្សដែលចូលមកលេងនេះវិញគឺច្រើនខ្លាំងមែនតើបងប្អូនហើយបើទេសភាពគេវិញស្អាតមែនតើកន្លែងថតរូបទាំងកន្លែងញ៉ាំកាហ្វេនិយាយទៅស្អាតណាដូចដែលបានឃើញអញ្ចឹងប្លង់កន្លែងព្រះច័ន្ទនេះគឺស្អាតខ្លាំងមែនតើថតទាំងមេឃក្តៅមេឃត្រជាក់ឃើញជើងភ្នំឃើញអីចឹងណាបងប្អូនដូចដែលបានឃើញអញ្ចឹងនេះគឺស្អាតខ្លាំងមែនតើមើលខ្ញុំថតរូបប៉ុណ្ណឹងស្អាតអត់ហើយយើងក៏បានថតរូបពី3ប៉ុស្តិ៍ហើយយើងក៏ចុះមកក្រោមវិញអញ្ចឹងណាគឺសបោអ្នកថតមែនតើកន្លែងហ្នឹងឲ្យអួយហ្មងទេសភាពឲ្យ100លើ10 ហ
ហើយបើកន្លែងកញ្ចក់នេះវិញយើងចង់ថតអីចឹងយើងតម្រង់ជួចាំអីចឹងណាដោយសារគេថតក៏ច្រើនដែរដោយសារចាំយូរក្តៅពេកយើងក៏មកថតកន្លែងប្លង់នេះវិញសិនអីចឹងណាចាំពេលអស់មនុស្សយើងទៅថតកន្លែងនេះវិញហើយមើលប្លង់នេះមើលស្អាតណាមិនកញ្ចក់ឯណាបងប្អូននេះគឺធ្លុះទ្វារបានទេហើយមើលទេសភាពគេអូយច្រើនកន្លែងថតក៏ច្រើនកន្លែងអង្គុយញ៉ាំអីមានកាហ្វេមានបាយមានអីនៅនេះមានគ្រប់សពហ្មងបងប្អូនហើយបើប្លង់កន្លែងនេះវិញបងប្អូនគឺស្អាតខ្លាំងមែនតើនេះមិនតាន់មានពពងតាន់មានអីផងខ្ញុំថតពេលថ្ងៃស្អាតប៉ុណ្ណឹងហើយចុះតម្រាំពេលល្ងាចមានអាប់មានអីទៀតអូដឹងស្អាតយ៉ាងណានេះមើលទេសភាពមើលអីចឹងណាហើយយើងក៏បានសាកជិះម៉ូតូថតមើលអីចឹងទៅអូយមើលទេសភាពមើលស្អាតខ្លាំងមែនតើហើយយើងក៏ចាប់ផ្ដើមបន្តដំណើរទៅឡើងលើភ្នំទៅមើលទឹកជ្រោះនៅជ្រាវអីចឹងណាបងប្អូនដោយសារយើងខានមកយូរដែរហើយតាំងពីគេមិនតន់រៀបចំកាហ្វេមិនតន់រៀបចំផ្លូវស្អាតបាតដូចឥឡូវបងប្អូនហើយឥឡូវឮឃើញគេផុសមានចាក់ផ្លូវបេតុងមានអីចឹងឡើងលើនេះអូស្អាតខ្លាំងមែនតើហើយការខ្ញុំមកមានភ្លៀងមានអីល្អិលប្រប៉ែឥឡូវអត់វ៉ាដូចមុនទេបងប្អូនដែលមានឡានឬក៏ជិះម៉ូតូអីចឹងទៅមិនភ័យព្រួយបារម្ភខែភ្លៀងឬល្អិលអីទេស្រួលឡើងមែនតើហើយគេរៀបចំស្អាតខ្លាំងមែនតើបងប្អូនហើយមើលមានគេរៀបចំថ្មមានអីតណៈហើយយើងក៏បានទិញអីញ៉ាំតិចតួចនៅតាមផ្លូវអីចឹងទៅហើយនេះយើងសាកផ្លែស្អីដូចផ្លែតាគៀបក្តាមបងប្អូនយើងបានសួរមីងដែរតែយើងវាភ្លេចផ្លែហ្នឹងអីចឹងណាហើយផ្លែគេដូចនិយាយទៅរសជាតិដូចតាគៀបក្តាមនឹងហ្មងគ្រាន់ថាវាផ្លែធំជាងតាគៀបក្តាមអីចឹងបងប្អូនហើយជូរអត់មានជាតិជូរអែមអីទេគឺជូរយកហ្មងតែឆ្ងាញ់ហើយនេះយើងមកដល់លើជាន់ទី1ហើយទឹកជ្រោះជ្រាវហើយខែនេះដែរបងប្អូនមានលេងច្រើនដែរដោយសារថ្ងៃហ្នឹងអត់ភ្លៀងទេហើយក៏មានពូបលិញពូអីគាត់យាមមើលបងប្អូនដែលគាត់លេងទឹកអីចឹងព្រួយបារម្ភខ្លាចគាត់មានគ្រោះថ្នាក់មានអីចឹងហើយយើងក៏បានបន្តដំណើរដល់ចង់ទៅមើលទឹកធ្លាក់អូតង់បងប្អូនសាមកច្រើនដងដែរដែលបានចូលសាក់មើលហើយមើលទេសភាពផ្លូវអីប្លែកអារម្មណ៍ខានជីអត់ដែរជីចូលផ្លូវហ្នឹងហ៎ហើយផ្លូវអូតង់នេះដែរដោយសារតែយើងមកច្រើនដងហើយយើងអត់ដែរស្គាល់អត់ដែរមកយើងមកលើកទី1ហើយយើងអត់ដឹងថាគេស្គាល់ច្រើនអត់ទេហើយយើងជិះមករៀងស្ងាត់ដែរអញ្ចឹងនេះនៅសំ300ម៉ែត្រទៀតយើងទៅលេងទឹកធ្លាក់អូតង់ជាផ្លូវចូលទៅអូតង់ហើយអត់ដឹងថាទៅដល់មុខទៀតយើងត្រូវចុះដំណើរទៅថ្មើរជើងឬក៏យ៉ាងណាយើងក៏អត់ដឹងទេចាំមើលឡើងទៅដល់លើសិនផ្លូវមានចោតតិចតួចដែរហើយក៏បាក់ដែរតិចតួចដែរអញ្ចឹងតែតាមផ្លូវទេសភាពស្អាតមានតាមកងោកអមសងខាងវិញអញ្ចឹងបងប្អូននេះយើងមកដល់នេះហើយយ៉ាមានមនុស្សមកលេងច្រើនតានេះបងប្អូនផ្លូវដែលឡើងទៅទឹកធ្លាក់អូតង់ហើយនេះមានទឹកធ្លាក់ទឹកអីលឺតិចហើយមានផ្លូវរៀងចោតអីតិចតួចដែរសូមបងប្អូនឡើងដោយការប្រុងប្រយ័ត្នណាអូខេនេះទឹកធ្លាក់នេះបងប្អូនទឹកធ្លាក់អូតង់ដោយសារតែពួកខ្ញុំមកគ្នាតែ2នាក់ទេហើយខ្ញុំមកល្ងាចដែរអញ្ចឹងយើងអត់បានបន្តដំណើរទៅមុខទៀតទេយើងបកក្រោយវិញយើងទៅលេងទឹកធ្លាក់នៅចកាក្រូចវិញអញ្ចឹងបងប្អូនដោយសាររឿងស្ងាត់មនុស្សនេះទឹកធ្លាក់អូពីប៉ុណ្ណឹងនេះគឺហៅថាចកាក្រូចរបស់គេមែនតែ
តែគេហៅថាទឹកធ្លាក់អូតងមើលទេសភាពមើល view ខាងនេះជាក្រូចពោធិ៍សាត់នេះ បន្ទាប់ពីយើងទៅលេងនៅអូតង់ហើយយើងក៏បានចុះត្រឡប់មកលេងនៅទឹកធ្លាក់នៅចកាក្រូចវិញដោយសារតែយើងទៅនោះល្ងាចដែរហើយយើងក៏មិនតន់ស្គាល់ទឹកធ្លាក់ទឹកអីច្បាស់ចឹងណាហើយមកមើលទេសភាពនៅចកាក្រូចវិញអូទឹកធ្លាក់គេស្អាតខ្លាំងមែនតែនលេងបានហើយមើលទេសភាពស្អាតហ្មងទាំងខែប្រាំងខែវស្សាគឺស្អាតរហូតហ្មងមើលមានថ្មមានទឹកហូរទឹកអីមានគេកន្លែងលោតទឹកលោតអីទៀតហើយសម្រាប់បងប្អូនដែលចង់បោះតង់ឬក៏ចង់មកសម្រាប់លំហែនៅនឹងហ្មងគឺក៏មានកន្លែងកញ្ចោះបោះតង់មកអីដែរមានបងប្អូនមានតង់មានអីចឹងទៅមកជួលកញ្ចោះមានអីចឹង បារម្ភថាដូចបានមកឈរមើលផ្ទាំងកំណុងតែគេកំពុងតែចាំងឲ្យមើលចឹងណាឃើញអត់ស្អាតខ្លាំងអាប់ទៅម្ដងតិចទេ ហើយវីដេអូរបស់យើងក៏បានដល់ទីបញ្ចប់ផងដែរសូមជម្រាបលាអរគុណបាយបាយ